nhiều dân nè có ngon vậy có tha nó giờ ôn ấy luôn một gì thu thoại mà phải là ấy có tật đồ cái miền đọc là chẳng có ngon thế thôi đọc là chiêng hay phải đô la khó cái chừng ấy mười con pi mười con bấy chẳng có nơi tụi mình tơ không sai đâu xin nó lo chứng bóng chui bị chẹn lên thứ bà tạ tôn cho môi nâng ở bộ si mà dạ đi bây giờ khám rồi phải bấy phò bộ si pram đô la môi đô la đôi ta của ma nó miền pram đô la môi đô la đây chứng nhiều có miền chừng ngò tràn xua tha cho mà có đô nữa cả ra có đô lan có ta của ma vi của môi sinh của môi mặc crop sao đọc đô la pram đọc đô la hay bây giờ ôn anh phò lụa tam Facebook mặc crop 5 $6 ហើយប្រើកើតដែរប្រើបានប្រហែលខែប្រហែលឆ្នាំត្រង់ចំណុចនេះក៏ខ្ញុំចង់ណែនាំបងប្អូនខ្លាំងតាក់ទងជាមួយនឹង Boosie ទូថ្លៃហ្នឹងណាតាមពិតបើសិនជាបងប្អូនបានស្វែងយល់ពី Boosie ហើយស្វែងយល់ពីឡានរបស់ខ្លួនប្រើ Boosie ត្រូវលេខកូដគឺអត់ថ្លៃទេតែណាតែយើងសួររកអាល្អកប់ពពកអញ្ចឹងទៅអាថ្លៃអញ្ចឹងទៅអាខ្លះថ្លៃហ្នឹងប្រើអត់កើតហ្នឹងដោយសារអីវាខុសលេខកូដ ថ្លៃមែនល្អមែនតែខុសលេខកូដប្រើកើតប៉ុន្តែបើសិនជាយើងទិញអាលេខកូដដែលត្រូវស្ពេចឡានបំផុតហើយពពួកនេះកែលវាធូរថ្លៃទេមកដល់$5-6ទេហើយបើជាងគាត់យកទិញទៅខាងយើង123ហ្នឹងគឺមានតម្លៃសម្រាប់ជាងមិនតម្លៃ$5-6ដូចអ្នកប្រើប្រាស់រាយទេអញ្ចឹងជាងគាត់ទិញយកទៅបន្តគឺយើងមានតម្លៃពិសេសឲ្យគាត់យកចំណេញបានហើយយកទៅដូរនៅក្រាស់គាត់មិនអាចដាក់តម្លៃ$5ទេគាត់អាចដាក់មកគ្រាប់8ឬក៏$10ទៀតឬមួយក៏អាចលើនឹងទៀតឬមួយក៏អាចលើនឹងប៉ុន្តែសម្រាប់យើងសម្រាប់ខាង123ទៅស្នើសុំការ៉ាស់បើយក Boosie ពីនេះទៅឲ្យគាត់ដូរត្រឹម8ឬក៏$10បានហើយក្នុងមួយគ្រាប់កុំឲ្យ5 10 20វាច្រើនពេកហើយមានភ្ញៀវគាត់ចង់សួរថាជុំមិនបានគាត់ដូរគាត់ទិញតែ$5-6ជាងដល់$10បងប្អូនគាត់ដូរហ្នឹងកន្លែងក្រាស់ខ្លះគេលក់មកគ្រាប់$10ហ្នឹងគឺគេអត់មានបូកសេវាដូរទៀតទេកន្លែងខ្លះគេលក់$8គេបូកសេវាដូរ20000ឬក៏30000តាមកម្លាំងពលកម្មរបស់គេអញ្ចឹងតម្លៃវាថ្លៃជាងហើយបងប្អូនទិញយកទៅដូរខ្លួនឯងបងប្អូនចំណេញថ្លៃដូរត្រូវអត់ហ្នឹងហើយអញ្ចឹងបើបងប្អូនទិញទៅឲ្យការ៉ាស់ដូរការ៉ាស់គេយកថ្លៃឈ្នួលអញ្ចឹងជារឿងធម្មតាទេដូចណៃឈ្នួលមិនថាជាទូទៅការ៉ាស់គាត់មានបុគ្គលិកថាបងប្អូនរៀបចំកន្លែងទៅមានអវ័យអវ័នរបស់គាត់ច្រើនមហូបចំណីជួលកន្លែងជួលអីលុយច្រើនណានិយាយទៅសម្ភារៈប្រើប្រាស់សម្ភារៈដោះដូរបាទអញ្ចឹងមានន័យថាគាត់ត្រូវរ៉ាប់រងច្រើនត្រូវចំណាយច្រើននិយាយទៅគាត់បោកក្នុងតម្លៃខាងយើងលក់ចាញ់ទៅគាត់តម្លៃប៉ុណ្្នឹងម៉ែបើតែ$4-5-6អីខ្ញុំគិតថាវាមិនច្រើនទេព្រោះគាត់បោកក្នុងតម្លៃគាត់សេវាដូរយើងហើយអញ្ចឹងគាត់មានបុគ្គលិកមានអីច្រើនអញ្ចឹងវាអត់ច្រើនទេតម្លៃប៉ុណ្ណឹងប៉ុន្តែបើចង់បានចំណេញយកទៅដូរខ្លួនឯងជាខាងពេកហ្នឹងជាខាងទិញទៅដោះដូរខ្លួនឯងទៅយើងចំណេញថ្លៃដូរ$10 5 10ឬក៏$5តាមប្រភេទឡានអញ្ចឹងមិនឆ្ងល់ទេថាមិនក៏តម្លៃប៉ុណ្ណឹងអញ្ចឹងខុសគ្នាប៉ុណ្ណឹងមិនឆ្ងល់ទេគឺតាមការ៉ាស់ពួកគាត់គឺបែបហ្នឹងដូចយើងរៀបរាប់អញ្ចឹងណា